សួស្តីអ្នកនរគ្នាvừaត្រឡប់ជួបគ្នាសារជាថ្មីម្ដងទៀតអំពី app Swapback ថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបចុចឈ្មោះហើយនឹងរបៀប download ផងដែរអញ្ចឹងហើយ app នេះដែរវាមានទាំង iOS និង Android យើងគ្រាន់តែ down វា iOS យើង down នៅ App Store មកហើយ Android យើង down នៅ Play Store តោះឥឡូវយើងចូលទៅ download របៀប download គ្នាយើងដើម្បីបាន app នេះយើងចូលទៅដាក់ទៅនេះមកយើង search ពាក្យថា Swag នេះមកនេះ app នេះអញ្ចឹងចុចមកនេះនៅខាងលើនេះយើងចុចបើកដោយសារតែខ្ញុំ install រួចហើយអញ្ចឹងរបៀបចុចឈ្មោះវាស្រួលទេចុចឈ្មោះយើងគ្រាន់តែចុះជាមួយនឹង Gmail account ទូរស័ព្ទរបស់យើងមកនេះហើយយើងចុចមកចុចបញ្ចូលនោះដល់វាចុចចឹងហើយយើងត្រូវដាក់សញ្ញា text ដើម្បីថា join free right now អូខេនេះជាការស្រេចហ្នឹងរបៀបចុចឈ្មោះស្រួលទេបងប្អូននេះហើយពេលរបៀបលេងវា slow តិចចាំតិចនេះវាចេញមកបែបនេះចាំមានន័យថា app ហ្នឹងយើងអាចរកលុយបានតាមរយៈការ survey តាមមើលវីដេអូឬក៏រូបភាពឬក៏ game អីចឹងបងប្អូននេះដោយសារតែសេវា slow អញ្ចឹងវារឹងយឺតតិចវាពិបាកបងប្អូនរឹងយឺតតិចចឹងដើម្បីយើងចូល start លេងដើម្បី get point នេះបានយើងចូលកន្លែង start នេះមកគេដាក់5 minute ចឹងតោះអូខេ let's start នេះយើងឃើញចឹងហើយយើងចុចថាពាក្យ agree ហើយនៅឃើញបែបនេះទៀតយើងចុចពាក្យថា agree again you agree and ចុច agree and នេះយើងបំពេញហ្នឹងថ្ងៃខែអញ្ចឹងប៉ុន្មានហ្នឹងមានន័យថាខែណាខែមកយើងដាក់ខែក៏បានយើងដាក់ខែ5ថ្ងៃប៉ុន្មានថ្ងៃថ្ងៃទី5យើងដាក់ថ្ងៃទី5មកឆ្នាំប៉ុន្មានយើងដាក់ឆ្នាំអីក៏បានដែរអានេះគេដាក់សួរថ្ងៃកើតកំណើតអីណាគេដាក់ចឹងមក complete មកបកអញ្ចឹងមានន័យថាវាសួរតែ question I am គេថាយើងគឺជាបុរសឬក៏ស្ត្រីឬក៏ភេទផ្សេងទៀតអញ្ចឹងយើងភេទបុរសយើងដាក់បុរសមក male or female like that ហើយបន្តមកគេនឹងសួរទៀត how many people lives in your household and include yourself ចាំមានន័យថាមានសមាជិកប៉ុន្មាននាក់រស់នៅក្នុងផ្ទះរបស់អ្នកហើយបន្តបូកបញ្ចូលជាមួយអ្នកដែរអញ្ចឹងណាចឹងយើងដាក់មាន2នាក់ I have the 2 person យើងដាក់មក complete this and please choose the option and please describe your house យើងដាក់ I pregnant and please indicate to act and gender children អូយើងដាក់មកអាយុប៉ុន្មានចឹងដាក់ girl 18យើងនេះឧទាហរណ៍ឲ្យបងប្អូនមើលអញ្ចឹងនេះគឺថាតើអ្នកនិយាយភាសាអ្វីអញ្ចឹងដូចយើងនិយាយភាសាអង់គ្លេសឬក៏ខ្មែរឬក៏ផ្សេងទៀតយើងដាក់ផ្សេងទៀតមកសម្រាប់ខ្ញុំអាច can speak English I click English ហើយបន្តមកទៀត what is your relationship status yes single never married យើងដាក់ married មកដោយសារតែ I have already have wife my wife every day stay with me and the next question is that which the following path are present in your household ចា៎នៅមានន័យថាតើអ្នកមានសត្វចិញ្ចឹមនៅក្នុងផ្ទះដែរទេអញ្ចឹងយើងដាក់មកទីមាន cat or dog ទីមកហើយយើងចុចនេះคลิกនេះមកហើយ the next question is that what is the training and places status ខ្ញុំមានន័យថាតើការងារអ្នកបច្ចុប្បន្នធ្វើគេអញ្ចឹងដាក់ full time មក I am a translator and interpreter and the next question is that with the following category best describe your organization and primary industry អញ្ចឹងដាក់មក everything មកយើងជាអ្នកផ្សព្វផ្សាយឬក៏អញ្ចឹងមក
ចឹងដើម្បីឆ្លើយសំណួរបានយើងត្រូវមើលយកភាសាអង់គ្លេសដែរអញ្ចឹង in your house I use the person who was make the most daily and pushing this ចឹងនិយាយដែរជា yes ថាយើងគឺជាក្បាល machine នេះចឹងជាមេគ្រួសារអញ្ចឹង and which video game and platform do you regularly play the game Android និយាយណា Android មកព្រោះ I use Android that's why I choose Android អត់បាយហ៊ីឡើយ Yeah how did you hear about this យើងដាក់តាមនេះមក Instagram យើងដាក់នេះមក Facebook ដាក់តាម Facebook មកយើងស្គាល់ app តាមណាយើងដាក់តាមហ្នឹងមកអញ្ចឹងយើងស្គាល់តាម YouTube យើងដាក់ YouTube មកអញ្ចឹងណា What best description in just question ហ៎ on apartment rent អញ្ចឹងដោយសារសប្តាហ៍ថ្ងៃយើងជួលគេយើងដាក់ជួលគេមកហើយបន្តមក question and what department primary work in your organization យើងដាក់ customer service យើងដាក់ចឹងមកបន្តមកនេះ the last question is that an analysis ខាងអ្នកវិភាគមកយើងដាក់មក Okay it's done hope you guys when watch my video and completely you will can understand how to use it okay and enjoy the time thank you for your watching my video I really appreciate it and don't forget to subscribe my channel and the next video I will show you what is the best app can make more money help to you guys to when spare the time and can do anything at your home yes too easy to do that okay thank you for you thank you now and goodbye see you later and wish you guys have a good luck bye bye